ស្នងការខេត្តកំពង់ស្ពឺសន្យាផ្ដល់យុត្តិធម៌ឲ្យជនរងគ្រោះដោយសារគ្រាប់កាំភ្លើងមេប៉ោះពោអង្ក្រងឧត្តមសេនីយ៍តូខឹមសុខៃស្នងការនគរបាលខេត្តកំពង់ស្ពឺនៅចំពោះមុខគ្រូសាជនរងគ្រោះឈ្មោះផានរាយុដែលស្លាប់ដោយគ្រាប់កាំភ្លើងមេប៉ោះពោអង្ក្រងបានសន្យាផ្ដល់យុត្តិធម៌ទៅតាមអំពើនិងកំហុសដែលកើតឡើងតាមប្រព័ន្ធច្បាប់កម្ពុជាឲ្យភាពសុក្រិតនិងដំណាភៀបសម្រាប់ជនរងគ្រោះការសន្យារបស់ឧត្តមសេនីយ៍តូខឹមសុខៃក្នុងពេលដឹកនាំមន្ត្រីក្រមអាវ៉ាតចូលរួមបុណ្យសពជនរងគ្រោះឈ្មោះផានរាយុភេទប្រុសអាយុ17ឆ្នាំនៅភូមិព្រៃស្រូតឃុំពោអង្ក្រងស្រុកបរសេតខេត្តកំពង់ស្ពឺដែលបានរងគ្រោះថ្នាក់ដោយសារគ្រាប់កាំភ្លើងរបស់លោកនាយកប៉ុស្តិ៍នគរបាលពោអង្ក្រងកាលពីយប់ថ្ងៃទី3ខែតុលាឆ្នាំ2025កន្លងទៅក្នុងពេលចុះបំពេញបេសកកម្មល្បាតនៅក្នុងភូមិសាស្ត្ររបស់ខ្លួនលើការរក្សាសន្តិសុខសណ្ដាប់ធ្នាប់សុវត្ថិភាពសាធារណសង្គមក្នុងនាមជាមន្ត្រីអនុវត្តច្បាប់និងក្នុងនាមជាប្រធានស្ថាប័នស្នងការនគរបាលខេត្តកំពង់ស្ពឺអធិការដ្ឋាននគរបាលស្រុកបរសេតសូមបដិញ្ញាថានឹងយកជាពិសោធន៍សម្រាប់ការបំពេញភារកិច្ចរបស់កងកម្លាំងនគរបាលជាតិទាំងមូលសូមធ្វើការអធ្យាស្រ័យសុំទោសពីក្រុមគ្រួសារនិងសន្យាថាផ្ដល់យុត្តិធម៌ជូនក្រុមគ្រួសារសពក្មួយប្រុសផានរាយុទ្ធទៅតាមអំពើនិងកំហុសដែលកើតឡើងតាមប្រព័ន្ធច្បាប់ព្រះរាជាណាចក្រកម្ពុជាឲ្យបានភាពសុក្រិតនិងដំណាភៀបសម្រាប់ជនរងគ្រោះលោកស្នងការប្រកាសធានាថាយុត្តិធម៌ត្រូវតែកើតមានចំពោះសកម្មភាពដែលបង្កឡើងដោយមន្ត្រីនគរបាលប៉ុស្តិ៍ពោអង្ក្រងនៃអធិការដ្ឋាននគរបាលស្រុកបរសេតនេះនឹងយកជាគំរូសម្រាប់ជាមេរៀនចែករំលែកបន្តទៅតាមបណ្ដាលប៉ុស្តិ៍នគរបាលនៅទូទាំងខេត្តកំពង់ស្ពឺទាំង88